អំពីរបៀបនៃការប្រើប្រាស់ IDM free ហើយអត់ចាំបាច់ download មកប្រើពីម្ដងហើយទេប្រើតែមើលតែវីដេអូខ្ញុំនឹងហើយមានទាំង link download ហើយមានទាំងរបៀបនៃការប្រើប្រាស់ទៀតបាន30ថ្ងៃម្ដងយើង reset ម្ដងយើងប្រើបាន30ថ្ងៃមើលឲ្យដល់ចប់ហើយខ្ញុំតម្លាក់ link ឲ្យហើយយើង download ទៅយកទៅប្រើប្រាស់តោះទៅទាំងអស់គ្នាបងប្អូនតែងតែប្រើប្រាស់វាអ្នកខ្លះទៅទិញទៅហើយអ្នកខ្លះទៅក៏អត់ទិញចឹងទៅចឹងណាដោយប្រើប្រាស់ crack ក៏ប៉ុន្តែនៅក្នុងអ៊ីនធឺណិត download manager ដែលយើងប្រើប្រាស់លក្ខណៈcheat ណាគឺវាមានរយៈពេលរបស់វាដូចប្រហែលថ្ងៃចឹងណាចឹងបងប្អូនខ្លះគាត់ប្រើប្រាស់រហូតទៅដល់ចំគេហៅថាទៅដល់ពេលវេលាមួយដែលវាហួស deadline របស់វាចាប់ដើមឲ្យយើងចាប់ដើម load មកថាឲ្យយើង update ហើយបន្ទាប់ពីយើង update ទៅគឺវាដាច់តែម្ដងគឺយើងប្រើអត់បានអញ្ចឹងណាហើយអ្នកខ្លះរហូតទៅដល់បើកមកក្នុងdownload ឡើងវិញឬក៏ប្រើប្រាស់ឡើងវិញអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់ឲ្យអ្នកនរគ្នាយល់អំពីរបៀបនៃការប្រើប្រាស់ download manager ដោយមិនបាច់ធ្វើការ download លុបឲ្យ download សារទៀតទេយើងមាន reset trail របស់វាសម្រាប់នៅក្នុងការ reset វាមានន័យថា reset ម្ដងបាន30ថ្ងៃអញ្ចឹងណាអញ្ចឹងបងប្អូនគិតមើលមិនចំណាច់ចាំមកចាយលុយទេគ្រាន់តែបងប្អូនreset វាហើយបងប្អូនប្រើបានដូចដើមគឺរយៈពេល30ថ្ងៃហើយបន្ទាប់ពី30ថ្ងៃវាលោតមកទៀតអញ្ចឹងយើង reset វាហើយ30ថ្ងៃទៀតអញ្ចឹង reset បន្តដោយអត់ដែនកំណត់អញ្ចឹងទីទៀតខ្ញុំនឹងចូលទៅក្នុងការងារដែលតាក់ទងជាមួយនឹង internet download manager ហ្នឹងឲ្យបងប្អូនមើលណាអញ្ចឹងឧទាហរណ៍ដែលយើងចូលទៅនៅក្នុងYouTube របស់យើងអញ្ចឹងធម្មតា YouTube របស់យើងនៅពេលដែលនេះនៅអានេះយើងប្រើប្រាស់បាននៅពេលដែលយើងដាក់វានៅក្នុង extension ណាចុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាតាក់ទងមួយធ្វើម៉េចតារាង download manager ហ្នឹងឲ្យវា load ឡើងលើហ្នឹងជួនកាលបងប្អូនខ្លះដាក់ cursor នៅលើហ្នឹងហើយdownload manager ហ្នឹងវាអត់ load មកទេណាវាងឹតឆឹងចឹងទៅវាបាត់ចឹងទៅដូចអានេះខ្ញុំដាក់ទៅវាអត់ load ទេប៉ុន្តែលើដាក់ទៅនេះពេលខ្លះ load ពេលខ្លះអត់ចឹងណានេះអានេះ load ចឹងទៅនេះ load ចឹងទៅអញ្ចឹងវគ្គក្រោយខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងមួយការងារហ្នឹងណានេះវា load ហ្នឹងហើយ load ទៅយើងចង់ download down មកចឹងឲ្យតែប៉ុន down នៅប្រហែល YouTube ក៏ down បានដែរនៅក្នុង computer របស់យើងបាទអញ្ចឹងនៅក្នុង download manager របស់យើងនៅនេះ YouTube ខ្ញុំប្រាប់អំពីរបៀបនៃការដាក់ cursor អញ្ចឹងទៅវា load ដល់ download manager មកអញ្ចឹងណាតើឥឡូវយើងទៅមើលនេះអានេះ download manager file របស់វានេះអាហ្នឹង file របស់វាណាអញ្ចឹង load មកហ្នឹងហើយយើងប្រើប្រាស់ next tip អញ្ចឹងមកក៏ប៉ុន្តែអានេះខ្ញុំមិនដែលប្រើទេខ្ញុំមិនដែលមើលទេដោយសារតែយើងគ្រាន់តែបើកមក reset មកវាទៅឯងអញ្ចឹងណាតើចូលមើលអស់គ្នាអញ្ចឹងនៅក្នុងនេះវាអត់បាន load update ឲ្យខ្ញុំទេដោយសារតែខ្ញុំទៅ reset ហើយអញ្ចឹងណានេះអញ្ចឹងវាមាន file មាន download អីចឹងមកដល់នេះ registration នេះអានេះវាឲ្យ register អាហ្នឹងមានកូដមាន first name ហើយ email អញ្ចឹងទៅបន្តមកគេឲ្យកូដយើងអញ្ចឹងណាដើម្បីបន្តអញ្ចឹងទៅណាតែយើងមិនចាំបាច់ទេព្រោះយើងអញនិយាយបានថាបើ game គេនិយាយពី crack អញ្ចឹងណានេះ order online អញ្ចឹងមកអ្នកខ្លះវាអត់ load មកអញ្ចឹងទេគឺវា load ឲ្យយើង update អញ្ចឹងបើបងប្អូន update ក៏ update ទៅតែគ្រាន់តែប្រាប់បញ្ជាក់ទៀតថាបើ update គឺវាអត់វា update ហើយគឺវាដាច់តែម្ដងវាដាច់គេហៅថាការកំណត់របស់វាអញ្ចឹងណាដល់ពេលដែលវាដាច់គឺវាតម្រូវឲ្យបងប្អូន download ឡើងវិញហើយតម្រូវឲ្យបងប្អូនធ្វើការតម្លើងអញ្ចឹងតម្លើងឲ្យបិទបើកវាខាតពេលយើងអញ្ចឹងបើយើងមាន file មួយដែលយើងយកទៅ reset វាគឺល្អមែនតើអញ្ចឹងណាអញ្ចឹងនៅពេលដែលវា load ខ្ញុំនឹងធ្វើវីដេអូមួយទៀតសម្រាប់បងប្អូនប៉ុន្តែអានេះខ្ញុំ reset ឲ្យអស់ហើយនេះអញ្ចឹងអានេះ IDM tree reset នេះអញ្ចឹងយើងត្រូវការ file នេះដែលយើងសម្រាប់download ណាអញ្ចឹងខ្ញុំចុចទៅលើនេះមួយអញ្ចឹងនៅក្នុងនោះវាមាន tree reset វាមាន register វាមាន help
chẳng hạn như mình chat about the tool check for update chẳng vậy mà toàn tới nhôm ở đây phụ check update thế cứ nhôm cho mọi cái register này register ID now nhưng cho mơ lên đó được chuyện mình ấy thế have anh này chat about tool được chỉ họ mình ấy thế chẳng dương miền file nó mới cứ chọn dương cho đó trial máu này cái này nó gặp tới bị admin thích ấy chẳng bỏ thích cái này nữa bây giờ ID dương chập đam expire cứ vì reset direct rồi thì reset auto thì chẳng những thử bảo nó reset bàn tay chụp những nhóm đặt auto chẳng nó pe đây ID mà nhóm ID mà nhóm việc đó pe là thử reset cứ vì reset auto tạm đó ở trong mặt dương bao reset ra tiệt tề chẳng hạn này automatic nhé bàn tay bật những bật cái nhé will not be reset automatically chẳng dùng miền file nó mới thọp nó là phải để load máu cứ vì miền duration bao nhiêu rồi còn miền deadline cho phía chẳng nó phải để việc đo deadline phía cứ vì load tiền máu dương à chẳng dương còn để bài file nó mà đòn tiếp những bài file nó mà hái dương cho tới reset hái dương cho tới reset IDM và chẳng kéo dương please wait này please wait máu yes để bây giờ dương cho please wait năng hái cứ vì ảo dương chấm này chẳng khơi nhé bằng vô này you have 30 day trial nào chẳng sam sụt ngay cứ sầm nhập pra năng một chẳng đó về họp hộ đó sam được ngay tiết cứ ở chậm bạch dương chậm bạch dương lúc hai đầu đồn xa tiết được còn mà tí cứ dương pra nó sầm lập reset xa tiết bao dương đã automatic ní cứ với reset direct tầm đó đo ấy cứ reset rồi chẳng hạn này ហើយមួយវិញទៀតបើសិនជាយើងប្រើប្រាស់នៅក្នុងការ download ច្រើនវីដេអូអញ្ចឹងវាមានការកំណត់របស់វាដូចថា down អញ្ចឹងទៅវាកាត់មួយថ្ងៃមក10វីដេអូអញ្ចឹងណាអញ្ចឹងដល់ពេលដែលវាដល់កំណត់របស់វាយើង reset ទៀតទៅយើងប្រើបានទៀតចុះអត់មានអីពិបាកទេបាទអញ្ចឹងបើចូលចិត្តវីដេអូហ្នឹងជួយ subscribe ផងខ្ញុំមានអ្វីដែលត្រូវចែករំលែកទៀតខ្ញុំចែករំលែកឲ្យបងប្អូនងាយស្រួលនៅក្នុងការប្រើប្រាស់អរគុណច្រើន